មកនិយាយពីកូនមេអំបៅដែលមានសម្បុរស្រស់ឆ្អិនឆ្អៅហោះមកហោះទៅទៅចេញពីសម្បុកហោះទៅថុកថុកនៅលើសួនច្បារហាច់អីកូនមេអំបៅចង់ដាច់ផ្ងាឃើញកូនដង្កូវមិនសង្ហាវានៅលើតួងផ្កាដ៏ស្រស់ស្អាតកូនមេអំបៅហេតុហាតហ្នឹងក៏ឆែកថាអ៊ីវអ៊ីវសត្វអ្វីហ្នឹងក៏អាក្រក់ម្ល៉េះមិនបាច់មកភ្ញាក់អេនរណាឲ្យឯងមកលេងលើផ្កានេះធ្វើឲ្យផ្កាប្រឡាក់ប្រឡូកប្រលិចប្រលុចអស់ហើយបាច់មកឆ្លើយនាំតែខ្ទាតទឹកមាត់ឆ្អុយដាក់យើងទេឆាប់ចេញទៅមិនទុកយូរនៅដង្កូវក៏តបថាឌៀលរូបរាងគេអត់មើលកញ្ចក់ម្សិលមិញនៅលោតភ្លេកផ្លាក់ជាមួយឯងសោះឆាប់ភ្លេចម្ល៉េះនោមទៅឆ្អេះដូចតែគ្នាមិនបាច់សន្ទនាវែងឆ្ងាយឯងភ្លេចហើយឬម្សិលមិញឯងនៅតែជាដង្កូវដូចជាយើងដែរថ្ងៃនេះធ្វើឯងមកប្រែខ្ពើមដង្កូវស្រនិយាយពាក្យថាហោះម្នាក់ឯងធាក់មួយជើងសួនផ្កានេះសម្រាប់យើងទាំងអស់គ្នាទោះបីយើងមានរូបរាងមិនដូចគ្នាតែយើងធ្លាប់ជាមិត្តរួមភួយថ្ងៃណាមួយយើងក៏អាចស្អាតដូចជាឯងឈប់បំផ្លែងហើយភ្លេចកំណើតគ្មានអ្នកណាចង់កើតមកអាក្រក់ទេតែដល់យើងបានស្អាតហើយក៏មើលងាយគេអាក្រក់ពេលនោះកូនមេអំបៅក៏ធ្វើភ្នែកផ្លាក់ហើយក៏ហោះគេចខ្លួនបាត់ទៅនៅមកភ្លេចកំណើតខ្លួនឯងហោះហើរដោយក្តីកណ្ដោយកណ្ដែងដោយសារខ្លួនឯងមានរូបចាំងចែងបែរជាមើលងាយគេដែលមានរូបមិនសូវល្អភាពល្អអាក្រក់មិនស្ថិតនៅលើរូបរាងខាងក្រៅគឺគេសំដៅទៅលើការប្រព្រឹត្តអំពើល្អជាគ្រឿងអលង្ការដ៏ល្អប្រណិតសម្រាប់មនុស្សគ្រប់គ្នា